ផ្នែកទី2អាស៊ាននិងពិភពលោកខាងលើអំបញ្ញមិញខ្ញុំនិយាយពីអាស៊ាននិងកម្ពុជាហើយខ្ញុំបញ្ជាក់ឡើងវិញគឺកត្តា4នេះគឺជាកត្តាទាក់ទាញកម្ពុជាចូលអាស៊ានហ្មងទី1កត្តាមិនជឿជឿចូលកិច្ចការផ្ទៃក្នុងទី2ស្មារតីសហគមន៍គឺធ្វើការតាមកងសង្ស៊ីទី3គឺសមាហរណកម្មដែលកម្ពុជាទទួលផលប្រយោជន៍យ៉ាងច្រើនទី4គឺច្រកទ្វារការទូតរបស់កម្ពុជា4នេះគ្រប់គ្រាន់ដើម្បីទាញកម្ពុជាចូលអាស៊ានក្នុងក្របខ័ណ្ឌការដឹកនាំរបស់ខ្ញុំអញ្ចឹងបានជាខ្ញុំបញ្ជាក់ពីខាងដើមខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពិបត្តិដៃទៅទេក៏រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខ0ដែរពីលេខ0ទោះបីមានឧបសគ្គតែខ្ញុំត្រូវចូលអាស៊ានដែរបាទហើយធ្វើប្រធានអាស៊ាន3ដងសង្ឃឹមថាអ្នកបន្តវេននឹងធ្វើជាប្រធានអាស៊ានទី4ទី5តទៅទៀតគេតទៅទៀតប៉ុន្តែហើយបំផុតការចាប់ផ្ដើមរបស់ខ្ញុំជាមួយនឹងភាពជាប្រធាន3ដងអ្វីដែលយើងធ្វើគឺចូលឆ្នាំ99មកធ្វើប្រធានឆ្នាំ2002ពេលនោះមិត្តភ័ក្តិមួយចំនួនស្នើឲ្យខ្ញុំយកក្រុមជំនួយការតែខ្ញុំស្នើសុំថាខ្ញុំអរគុណហើយខ្ញុំនឹងខិតខំធ្វើហើយយើងក៏បានធ្វើកិច្ចការងារមួយចំនួនក្នុងនោះគឺមាន DOC តាក់ទងជាមួយនឹងសមុទ្រចិនខាងត្បូងនិងកំណត់ព្រួយប្រោមដទៃទៀតនៃការរាប់ទាំងការទាញឥណ្ឌាចូលមកទាប្រជុំលើកដំបូងរវាងអាស៊ាននិងឥណ្ឌាដែលឥឡូវនេះคล้ายទៅជាតួអង្គដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជាអាស៊ានជាមួយនឹងឥណ្ឌាតាក់ទងជាមួយអាស៊ាននិងពិភពលោកឥឡូវនេះខ្ញុំសូមចូលដល់ផ្នែកទី2លើប្រធានបទនេះខ្ញុំចង់គូរំលឹកថាអាស៊ានលែងជាតួអង្គស្ថាប័នតំបន់ទៀតហើយអាស៊ានបាននឹងកំពុងคล้ายទៅជាតួអង្គសកលដែលមានភាពសកម្មរស់រវើកព្រមទាំងមានការទទួលស្គាល់ពីតួអង្គសកលផ្សេងផងទៀតផងខ្ញុំសូមបញ្ជាក់ម្ដងទៀតថាខ្ញុំនឹងមិនលើកពីបញ្ហាប្រឈមឬឧបសគ្គដែលអាស៊ាននិងពិភពលោកកំពុងជួបប្រទះនោះទេព្រោះប្រធានបទនេះមានការវែងញែកទូលំទូលាយរួចទៅហើយនៅក្នុងវេទិកានេះខ្ញុំចង់គូសរំលឹកពីអនាគតនៃតួនាទីរបស់អាស៊ាននៅក្នុងនវាបនកម្មអភិបាលកិច្ចកម្រិតពិភពលោកព្រោះថាខ្ញុំមើលឃើញអនាគតអាស៊ានដែលនឹងคล้ายជាពូលនយោបាយសេដ្ឋកិច្ចមួយនៅក្នុងពិភពលោកជាមួយនឹងប្រជាជនជាង670លាននាក់ដែលជាទំហំធំបំផុតទី3នៅលើពិភពលោកនិងទំហំសេដ្ឋកិច្ចធំបំផុតទី5នៅលើពិភពលោកតួនាទីអាស៊ានក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកលពិតជាមិនអាចមើលរំលងបានឡើយសម្រាប់ថ្នាក់ពិភពលោកកំពុងតែវិវត្តឈានទៅរកពហុពលដែលមានតួអង្គកាន់តែច្រើនឡើងដែលបានបង្កើតទាំងទំហំសេដ្ឋកិច្ចអំណាចការទូតនិងយោធាដែលធ្វើឲ្យតួអង្គទាំងនោះខិតខំទាមទារប្រព័ន្ធអភិបាលកិច្ចដែលមានអនុលោមភាពទៅនឹងតថភាពថ្មីនៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោកតួអង្គដែលលេចឡើងថ្មីចង់មានតួនាទីកាន់តែធំឡើងនៅក្នុងការសម្រេចរបៀបវារៈនៃអភិបាលកិច្ចពិភពលោក
ដែលមានលក្ខណៈប្រជាធិបតេយ្យជាងមុនយុត្តិធម៌ជាងមុនដូច្នេះការប្រទាញបន្ទង់អំណាចបានរុញច្រានឲ្យមហាអំណាចមួយចំនួនដែលប្រឆាចពីវិធាននៃអភិបាលកិច្ចសកលដែលខ្លួនបានខិតខំបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី2ដែលបាននឹងកំពុងធ្វើឲ្យសណ្ដាប់ធ្នាប់អន្តរជាតិមានការរង្គោះរង្គើជាពិសេសយន្តការពហុភាគីនិយមដែលផ្អែកលើច្បាប់ក្នុងកលៈទេសៈបែបនេះអាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួននៅក្នុងការជួយរៀបចំសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើវិធានការច្បាប់ផងនិងកាន់តែមានភាពប្រជាធិបតេយ្យនិងយុត្តិធម៌ផងទៅថ្ងៃអនាគតអាស៊ាននឹងអាចផ្លាស់ប្ដូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោកទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញយើងសម្លឹងមើលពេលនេះម៉ោងនេះយន្តការសកលរបស់យើងកំពុងថមថយឥទ្ធិពលទាំងមហាសន្និបាតអង្គការសហប្រជាជាតិទាំងទួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាពិសេសទួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោកគឺស្ទើរតែបាត់បង់ទៅហើយអញ្ចឹងយន្តការតំបន់របស់យើងគឺអាស៊ានលែងជាអង្គតួអង្គនៅក្នុងក្របខ័ណ្ឌដោយឡែកតែតំបន់ប៉ុន្តែត្រូវចូលរួមក្នុងការរៀបចំសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងទិសដៅនេះអាស៊ានអាចមានអភិក្រមពីរយ៉ាងទី1គឺយើងអាចពង្រឹងសមត្ថភាពដោយខ្លួនឯងនិងទី2គឺការពង្រឹងអន្តរកម្មរបស់អាស៊ានជាមួយនឹងស្ថាប័នពហុភាគីដែលមានឥទ្ធិពលយើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ននិងការជំរុញសមាហរណកម្មកាន់តែស៊ីជម្រៅការរៀបចំចក្ខុវិស័យសមាគមអាស៊ាន2045ដែលនឹងត្រូវអនុម័តនៅកិច្ចប្រជុំកំពូលនាខែឧសភានៅប្រហែលអាទិត្យខាងមុខនេះចុងខែឧសភានេះខាងមុខនេះគឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវចក្ខុវិស័យសហគមន៍អាស៊ានមានផែនការយុទ្ធសាស្ត្រលើសសរសមទាំង3នៃការពង្រឹងភាពតភ្ជាប់ដែលបានប្រមាលមើលអាស៊ានមានការអភិវឌ្ឍជឿនលឿនក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើតនៅក្នុងតំបន់ Indo-Pacific ដើម្បីឲ្យពិភពលោកខាងក្រៅអាចទទួលយកអាស៊ានមានទំនុកចិត្តកាន់តែខ្លាំងទៅលើអាស៊ានបានលុះត្រាតែអាស៊ានមានសមត្ថភាពរឹងមាំអាចជួយពិភពខាងក្រៅបានតាមរយៈសមត្ថភាពរបស់ខ្លួននិងអាចផ្ដល់ផលប្រយោជន៍ដល់ពិភពលោកនិងដៃគូដែលមានសុឆន្ទៈជាមួយអាស៊ានអភិក្រមទី2គឺការពង្រឹងអន្តរកម្មយើងអាចពង្រឹងអន្តរកម្មដោយប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ានឬក៏ប្រើប្រាស់យន្តការពហុភាគីផ្សេងទៀតដែលឆ្លើយតបទៅតាមសម័យកាលឬកលៈទេសៈពេលខ្លះយើងអាចមើលឃើញនិន្នាការងាកចេញពីអាស៊ានរបស់ប្រទេសសមាជិកមួយចំនួនដើម្បីចូលរួមជាមួយស្ថាប័នសម័យទំនើបផ្សេងទៀតដើម្បីបង្កើនឧត្តមភាពនៃប្រទេសខ្លួននេះគឺជាជំរើសយុទ្ធសាស្ត្រដែលយើងមិនអាចបដិសេធបានឡើយប៉ុន្តែនៅពេលដែលអាស៊ានឬប្រទេសសមាជិកចូលរួមនៅក្នុងស្ថាប័នពហុភាគីណាមួយក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន
យើងក៏ត្រូវប្រុងប្រយ័ត្នចំពោះភាពលំអៀងទៅលើមហាអំណាចណាមួយដែលកំពុងប្រកួតប្រជែងគ្នាដែលធ្វើឲ្យស្ថាប័នពហុភាគីទាំងនោះលេចចុះឬលេចឡើងទៅតាមគោលនយោបាយរបស់មហាអំណាចឬថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចដូច្នេះខ្ញុំនៅតែជឿជាក់ថាអាស៊ានគួរផ្ដល់ទម្ងន់ទៅលើកិច្ចខិតខំអភិវឌ្ឍនិមាបនកម្មតំបន់ដែលដឹកនាំឲ្យដោយអាស៊ានវិញព្រោះថាស្ថាប័នរបស់យើងមានលក្ខណៈអព្យាក្រឹតជាអព្យាក្រឹតជាងហើយយើងអាចប្រស្រ័យតាក់ទងជាមួយដៃគូច្រើនប្រភេទនិងច្រើនតំបន់ដោយមិនប្រកាន់មនោគមវិជ្ជាអ្វីដែលសំខាន់នោះគឺយន្តការរបស់អាស៊ានមានភាពអចិន្ត្រៃយ៍និងមានស្ថិរភាពជាងទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានប្រែប្រួលក៏ដោយក្នុងន័យនេះខ្ញុំសូមសម្ដែងនៅការកោតសរសើរចំពោះលេខាធិការអាស៊ានលេខាធិការដ្ឋានអាស៊ានដែលបាននឹងកំពុងបំពេញតួនាទីយ៉ាងល្អនៅក្នុងការធានាភាពអចិន្ត្រៃយ៍ឬចីរភាពនៃយន្តការសហប្រតិបត្តិការងារសម្របសម្រួលដ៏ច្រើនលើសលប់ការរៀបចំចងក្រងកំណត់ត្រាជាលក្ខណៈស្ថាប័ននិងការជំរុញគិតគូរស្រាវជ្រាវពីទិសដៅអនាគតសម្រាប់អាស៊ានការពង្រឹងសមត្ថភាពនៃលេខាធិការអាស៊ាននៅពេលដែលអាស៊ានคล้ายទៅជាពូលមួយនៃពិភពលោកគឺជាកត្តាពុំអាចខ្វះបានប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវធានាថាលេខាធិការអាស៊ាននឹងមិនដើរតួនាទីជំនួសឲ្យប្រទេសសមាជិកឬដើរលើសបន្ទាត់អធិបតេយ្យនៃប្រទេសសមាជិកនោះឡើយក្នុងនាមជាពូលមួយនៃពិភពលោកអាស៊ានមានតួនាទីក្នុងការលើកស្ទួយសន្តិភាពពិតណាស់ថាការប្រកួតប្រជែងដណ្ដើមអនុត្តរភាពរបស់ប្រទេសមហាអំណាចមិនស្ថិតនៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាននោះឡើយប៉ុន្តែអាស៊ានអាចគ្រប់គ្រងស្ថានភាពនៅក្នុងតំបន់របស់ខ្លួនបានអាចជំនះការខិតខំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានបានអាចបង្ការកុំឲ្យមានសង្គ្រាមដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់យើងបានអាស៊ានក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួនលើសន្តិភាពលើសពីកម្រិតតំបន់ផងដែរការពង្រឹងសមត្ថភាពរបស់អាស៊ានក៏ពឹងផ្អែកលើការសម្របសម្រួលនិងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាមេដឹកនាំសមាជិកអាស៊ានដែរអាស៊ានមិនអាចคล้ายជាពូលមួយនៃពិភពលោកបានទេប្រសិនបើថ្នាក់ដឹកនាំអាស៊ានពុំមានភាពជិតស្និទ្ធនិងយល់ពីគ្នាទៅវិញទៅមកមានស្មារតីជាសហគមន៍ជាគ្រួសារអាស៊ាននិងពុំមានទំនាក់ទំនងលើសពីកម្រិតការងារផ្លូវការពេលខ្លះយើងមានការងារច្រើនពេកយើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈរបស់ប្រទេសមហាអំណាចខ្លាំងពេកយើងភ្លេចគិតពីប្រទេសជិតខាងភ្លេចបារម្ភពីសមាជិកគ្រួសារក្នុងតំបន់អាស៊ានរបស់យើងខ្ញុំពិតជាចង់លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មីបង្កើតអនុស្សាវរីយ៍ជាមួយគ្នាឲ្យបានច្រើនដើម្បីរឹតចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងបង្កើនភាពសុខដុមក្នុងតំបន់ចំណុចនេះជាចំណុចពិសេសខ្លាំងណាស់ព្រឹកមិញនេះខ្ញុំបានមើលឃើញនៅទិដ្ឋភាពជាក់លាក់មួយនៅត្រង់ថានៅពេលដែលខ្ញុំពិភាក្សាជាមួយអាដាមប្រធានាធិបតីឥណ្ឌូនេស៊ីពេលនោះយើងអាដាមប្រធានាធិបតីឥណ្ឌូនេស៊ីចុច
វីដេអូខលទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ីភ្លាមយើងវីដេអូខលជាមួយគ្នានេះហើយជាចំណុចសំខាន់នៃតំណែងរបស់យើងមិនមែនតំណែងត្រឹមតែរដ្ឋនិងរដ្ឋទេចំណន់ពួកយើងខ្ញុំជាមេដឹកនាំអាស៊ានស្រឡាញ់គ្នាណាស់រាប់អានគ្នាណាស់គោរពគ្នាណាស់ហើយខ្ញុំសង្ឃឹមថាមេដឹកនាំចំនួនក្រោយនេះដែលជាអ្នកបន្តវេននិងបន្តការកាន់អំណាចបន្តនោះគឺនឹងបន្តទំនាក់ទំនងឲ្យទៅលើសពីកម្រិតនៃការងាររដ្ឋដើម្បីคลายខ្លួនដើម្បីការយល់ដឹងជាមួយគ្នាបន្ថែមលើនោះយើងត្រូវកសាងក្រុមពួកយុវជនពីពេលនេះទៅឲ្យពួកគេស្គាល់គ្នាពីពេលនេះទៅថ្ងៃក្រោយគេคลายទៅជាមេដឹកនាំទោះបីគេក្រុមកម្រិតថ្នាក់រដ្ឋមន្ត្រីក៏គេប្រជុំជាមួយគ្នាដូច្នេះយើងត្រូវយកចិត្តទុកដាក់ទៅលើក្រុមយុវជនដែលពួកគេនឹងបន្តវេនក្នុងទំនាក់ទំនងអាស៊ានជាមួយគ្នាជាសហគមន៍ជាគ្រួសារជាមួយគ្នាជាគ្រួសារជាមួយគ្នាសម្រាប់អនាគតយើងនៅមាននឹងអាចរៀនសូត្រពីប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងច្បាស់ថាគោលការណ៍របស់អាស៊ានពិតជារូបមន្តដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការគ្រប់គ្រងស្ថាប័នតំបន់ដែលមានភាពចម្រុះអាស៊ានត្រូវតែឈរឲ្យបានរឹងមាំនៅក្នុងការការពារនិងរក្សាគោលការណ៍របស់ខ្លួនទោះបីជាពេលខ្លះយើងទទួលការរិះគន់ក៏ដោយប៉ុន្តែចុងក្រោយប្រវត្តិសាស្ត្រគឺជាចៅក្រមដាក់ពិន្ទុលើសមិទ្ធផលរបស់យើងហើយយើងមិនត្រូវវិនិច្ឆ័យអាស៊ានត្រឹមតែ1ឆ្នាំឬ2ឆ្នាំនោះទេយើងត្រូវមើលសមិទ្ធផល1ទសវត្សរ៍2ទសវត្សរ៍ឬច្រើនជាងនេះដើម្បីឲ្យដឹងថាតើអាស៊ានដើរលើផ្លូវត្រូវឬយ៉ាងណាទោះបីជាមានការរិះគន់ច្រើនក្តីស្ថិរភាពនិងចីរភាពរបស់អាស៊ាននិងកំណើននៃកម្លាំងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់អាស៊ានគឺជាសក្ខីភាពជាក់ស្ដែងបំផុតរូបមន្តរបស់អាស៊ានគឺមានប្រសិទ្ធភាពហើយរូបមន្តនេះគួរត្រូវបានពង្រីកផ្សព្វផ្សាយបន្ថែមទៀតនៅក្នុងសហគមន៍នៃពិភពលោកដែលគោរពភាពចម្រុះសម្រាប់អនាគតខាងមុខអាស៊ានក្នុងនាមជាពលមួយនៃពិភពលោកនឹងคล้ายទៅជានិមិត្តរូបនៃនយោបាយនិយមកណ្ដាលគ្មានសាសនាជ្រុលនិយមគ្មានវប្បធម៌នយោបាយជ្រុលនិយមតែប្រោតខ្លាំងទៅលើមនោគមវិជ្ជាណាមួយឬប្លុកណាមួយអាស៊ាននឹងคล้ายទៅជាពលមួយនៃពិភពលោកដែលមានភាពបត់បែនខ្ពស់និងមានភាពជាក់ស្ដែងនិយមដែលមិនយកប្រទេសឬតំបន់ណាមួយជាសត្រូវហើយក៏មិនคล้ายជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងនោះដែរតើយើងអាចបង្កើតក្តីសង្ឃឹមដល់អ្នកចំនួនក្រោយរបស់យើងបានប៉ុណ្ណាបើយើងមិនអាចបង្កើតក្តីសង្ឃឹមឬសុបិនសម្រាប់ប្រជាជនអាស៊ានពិភពលោកខាងក្រៅក៏មិនអាចសង្ឃឹមលើអាស៊ានបានដែរយើងសម័យថាអាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោកនៅទូទាំងតំបន់អាស៊ាននឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកជារោងចក្រនិងជាទីផ្សារដ៏ទាក់ទាញរបស់ពិភពលោកអាស៊ានជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោករៀបចំកីឡាពិភពលោកដូចជា World Cup អាស៊ានជាទីប្រមូលផ្តុំទាក់ទាញសម្រាប់ប្រជាជាតិនៅលើពិភពលោកដែលចង់មកធ្វើការឬរស់នៅក្នុងសង្គមមានសុខដុមចម្រុះជាតិសាសន៍និងប្រព័ន្ធសង្គមល្អប្រសើរទាំងនេះគឺជាក្តីសុបិនតែខ្ញុំជឿជាក់ថាអនាគតពិភពលោក
នឹងនៅអាស៊ីអនាគតពិភពលោកគឺនៅអាស៊ានចំណុចនេះខ្ញុំគួរតែបញ្ជាក់តែខ្ញុំធ្លាប់និយាយនៅក្នុងក្រៅអង្គប្រជុំទេតែខ្ញុំបានបបួលមេដឹកនាំអាស៊ានទាំងឡាយថាយើងគួរតែពេលណាមួយរៀបចំដេញថ្លៃធ្វើ World Cup នៅក្នុងអាស៊ានរបស់យើងហើយយើងក៏អាចនឹងឈានទៅដល់ការបង្កើតក្រុមបាល់ទាត់របស់អាស៊ានមួយដែលខ្លាំងយើងអាចឈានទៅដល់នោះបើសិនបើយើងចង់ធ្វើហើយយើងក៏អាចធ្វើបានដែរឥឡូវប្រទេសអាស៊ានជាច្រើនបញ្ជូនកងទ័ពទៅជួយនៃបណ្ដាប្រទេសនានាក្នុងការថែរក្សាសន្តិភាពយើងអាចបញ្ជូនទៅក្រោមក្របខ័ណ្ឌអាស៊ានក៏អាចធ្វើទៅរួចទោះបីជាកម្ពុជាបញ្ជូនទៅក្រោយប៉ុន្តែកម្ពុជាត្រូវដាក់ទង់ជាតិកម្ពុជាហើយដាក់ទង់អាស៊ានទៅជាមួយតែម្ដងអញ្ចឹងមានន័យថាកងទ័ពនេះមកពីអាស៊ានខ្ញុំយល់ថាអាចធ្វើទៅបានព្រោះយើងធ្វើកំពុងតែធ្វើហើយប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានបានបញ្ជូនកងទ័ពចេញទៅក្រៅហើយអញ្ចឹងដើម្បីបង្កើតនៅទម្ងន់នៃស្ថាប័នអាស៊ានយើងអាចចូលរួមថែរក្សាសន្តិភាពតាមរយៈការបញ្ជូនកម្លាំងទៅចូលរួមថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសជាមួយនឹងទង់ជាតិអាស៊ានទៅជាមួយដោយមិនចាំបាច់ថាត្រូវបញ្ចូលកងទ័ពឲ្យនៅជាមួយគ្នាទេគឺកងទ័ពប្រទេសកងទ័ពកម្ពុជាកំពុងនៅប្រទេសនៅលីបង់នៅស៊ូដង់ខាងត្បូងនៅអាហ្វ្រិកកណ្ដាលនៅប្រទេសមួយចំនួនពីមុនគឺយើងខ្ញុំនិយាយរំកម្លាំងរបស់កម្ពុជាមានជាង 10000 នាក់ដែលបញ្ជូនចេញទៅខាងក្រៅអញ្ចឹងយើងដាក់ក្រោមទង់របស់អាស៊ានអញ្ចឹងគេមើលឃើញតួអង្គរបស់អាស៊ានអាចធ្វើទៅរួចតែខ្ញុំបានចាក់ចែងផុតពីតួនាទីជានាយករដ្ឋមន្ត្រីហើយខ្ញុំធ្វើនាយករដ្ឋមន្ត្រីអស់38ឆ្នាំវាដល់ពេលដែលខ្ញុំត្រូវចាក់ចែងប៉ុន្តែអ្នកទាំងអស់គ្នាមើលឃើញថាខ្ញុំឈរនេះបែរជាអស់ប្រមាណមានទៀងមកថ្ងៃនៅបាទ1 ម៉ោងកន្លះខ្លះថា1 ម៉ោង 20ខ្លះថា1 ម៉ោងកន្លះប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាម្សិលមិញខ្ញុំនៅខេត្តកំពង់ចាមនោះជាស្រុកកំណើតរបស់ខ្ញុំដើម្បីធ្វើបុណ្យខួបម្ដាយក្មេកគម្រប់5 ឆ្នាំបន្ទាប់ទៅត្រូវទៅដេកនៅស្រុកកំណើតបន្ទាប់ទៅមកធ្វើបុណ្យខួប3 ឆ្នាំនៃបងប្រុសរបស់ខ្ញុំធ្វើដំណើរទាំងយប់ពីខេត្តតាមរថយន្តមកទីក្រុងភ្នំពេញយប់មិញនេះខ្ញុំសម្រាកបានពីម៉ោង 1 មកទល់ម៉ោង 5ព្រឹកមិញនេះត្រូវក្រោកពីតាំងពីម៉ោង 5មកដល់ម៉ោងប៉ុណ្ណេះខ្ញុំអត់ទាន់បានសម្រាកទេអញ្ចឹងណាថាខ្ញុំចាស់គ្រាន់តែជាតួលេខទេខ្ញុំអាចនិយាយបានថាខ្ញុំមានលទ្ធភាពនឹងធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំរហូតដល់ឆ្នាំ2028ឬ2032គ្មានអ្នកណាអាចយកឈ្នះគណៈបព្វជិជនបានទេទៅលើការបោះឆ្នោតនៅកម្ពុជាក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យការចន្ទដាននៃប្រវត្តិសាស្ត្រទេអញ្ចឹងខ្ញុំសុខចិនចាក់ចេញពីអំណាចដើម្បីប្រគល់ទៅឲ្យអ្នកបន្តវេនគេធ្វើការរហ័សរហួលជាងយើងហើយកុំឲ្យវិបត្តិក្រោយហ៊ុនសែនជាណាមិនមែនជាបញ្ហាតូចតាចទេឧទាហរណ៍ហ៊ុនសែនស្លាប់ភ្លាមអ្នកណាធ្វើនាយករដ្ឋមន្ត្រី
រឿងមិនមែនតូចតាចទេរឿងនេះអញ្ចឹងជាង500ឆ្នាំនៃប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបែកបាក់យើងខ្ញុំទើបនឹងបង្រួមបានជាង26ឆ្នាំដែលឯកភាពជាតិឯកភាពទឹកដីគ្មានការបែងចែកដែលប្រទេសកម្ពុជាចំនួន4នេះគឺមានតំបន់ត្រួតត្រាច្រើនមិនតិចជាងពីរក្នុងពេលតែមួយចាប់តាំងពីឆ្នាំ1460ជាងមករហូតមកទល់មកឆ្នាំ1998ទើបយើងខ្ញុំបានបញ្ចប់ដោយចេះខ្ញុំសុខចិត្តលះបង់នៅអំណាចផ្ទាល់ខ្លួនដើម្បីបញ្ជូនទៅឲ្យក្រុមយុវជនគេធ្វើការហើយក្រុមយុវជននេះគេនឹងរួមចំណែកជាមួយនឹងអាស៊ានគេមិនក្បត់នឹងឧត្តមកតេដែលឪពុកបងរបស់គេដែលបានចូលរួមក្នុងកិច្ចការអាស៊ាននោះទេចូលរួមក្នុងកិច្ចការអាស៊ានទេខ្ញុំសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាហើយសូមជូនពរ Thank you very much.